Hello ជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ចេះធ្វើវីដេអូបែបដូចខ្ញុំអំបញ្ញមិញនឹងឲ្យបងប្អូនកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបន្តទៀតអូខេអញ្ចឹងខ្ញុំនឹងប្រាប់អំពីរបៀបថតតើយើងគួរតែថតបែបណាអញ្ចឹងយើងរកប្លង់កន្លែងស្លាស់មួយឬក៏កន្លែងណាដែលយើងចាំបាច់ត្រូវថតមកហើយយើងឆោអញ្ចឹងទៅពេលដែលយើងឆោអញ្ចឹងយើងលោតឬមកក៏យើងធ្វើ style បែបមិនឥឡូវយើងធ្វើបែបស្ពះឬមកក៏លើកដៃយ៉ាងលើអីចឹងទៅនឹងហើយយើងលោតហើយយើងដើរចេញយើងដាក់ចេញទៅកន្លែងនឹងស្លាស់ហើយជា1នាទីហើយចាំយើងដាក់ចូលវិញឬមួយក៏យើងទៅដាក់កន្លែងផ្សេងទៀតអញ្ចឹងហ្នឹងហើយអញ្ចឹងរបៀបបាំងហើយរបៀបបង្ហាញក៏ខ្ញុំបង្ហាញនឹងរបៀបបាំងវាដូចតែគ្នាទេអញ្ចឹងបងប្អូនអាចធ្វើជាមួយនឹងខ្ញុំបានបាទអញ្ចឹងទៅធ្វើជាមួយបងប្អូនទាំងអស់គ្នាបាទអូខេបងប្អូនអញ្ចឹងយើងចូលមកកម្មវិធី CapCut មកអូខេបងប្អូនយកកម្រងថ្មីនេះមកអូខេបន្ទាប់មកយើងត្រូវទៅយកវីដេអូរបស់យើងនេះខ្ញុំយកវីដេអូមួយនេះអូខេហើយចុច add ចូលនេះអូខេហើយយើង play តែយើងគួរតែកាត់ត្រឹមណាយើងមើលសិនមកអូខេចឹងខ្ញុំកាត់ត្រឹមហ្នឹងនេះហើយយើងឥឡូវយើងកាត់ត្រឹមហ្នឹងកាត់ត្រឹមនេះត្រឹមយើងដើរទៅនេះត្រឹមនេះកាត់ត្រឹមហ្នឹងមកអូខេហើយចុច flip នេះអូខេហើយយកវីដេអូ clip នេះអូខេហើយចាំយើង delete នេះអូខេហើយយើងរៀបវាធំរៀបវារឿងហើយយើងអស់មកមើលកន្លែងណាដែលយើង load កន្លែងណាដែលយើងហើយយើងចង់បំបាំងកាយកន្លែងណានេះកន្លែងនេះកន្លែងយើងអោនហើយយើងរៀប load នេះគឺយើង load បងប្អូននេះគឺធ្លាក់វិញហើយកន្លែងនេះយើងអោនចេះយើងងើបចេះអូខេឥឡូវយើងមើលសិនយើងកុំតន់កាត់ត្រឹមហ្នឹងយើងមកកាត់ត្រឹមនេះអូខេយើងមកកាត់ត្រឹមនេះត្រឹមយើងអូខេយើងមកកាត់ត្រឹមហ្នឹងណាអូខេកាត់ត្រឹមហ្នឹងមកអូខេកាត់ត្រឹមហ្នឹងប៉ុតអូខេហើយយើងអស់ទៅមុខនេះអស់ទៅមុខឲ្យដល់ចេះអូខេដល់ចេះយើងអស់ឲ្យបាត់ទៅនឹងឲ្យបាត់មនុស្សយើងពីកន្លែងហ្នឹងមកហ្នឹងហើយចាំយើងកាត់វាមួយទៀតអូខេបងប្អូនយើងយកទៅក្នុងបែបហ្នឹងណាអូខេបងប្អូនសាកធ្វើតាមខ្ញុំទៅហ្នឹងហើយយើងចុចយករូបនេះអូខេយើងចុចយករូបនេះហើយយើងធ្វើឲ្យរូបយើងអូតទៅ overlay ឬមួយក៏វីដេអូទ្រូតគ្នាដើម្បីឲ្យរូបដែលយើងកាត់មិញឲ្យរូបនេះវាធ្លាក់មកក្រោមហើយធ្លាក់ចេះចាំមើលនេះគេវាធ្លាក់យ៉ាងហ្នឹងហើយរូបនេះជាផ្ទៃ background របស់វាស្រាប់តែហ្មងនេះឃើញអត់ហ្នឹងឯងអញ្ចឹងយើងអស់មកក្រោយវិញហើយយើងកុំឆោតរូបនឹងតាណាយើងខុសផ្ទាំងខុសអីហ្នឹងហើយអូខេបងប្អូនអញ្ចឹងយើងមកមើលកន្លែងយើង load មិញនេះកន្លែងណាទេកន្លែងនេះយើងអោននេះយើង load អូខេឲ្យវាធ្លាក់ដល់កន្លែងនេះអូខេមកដល់កន្លែងនេះអញ្ចឹងណាថ្ងៃផុតដីហើយយើងកន្លែងនេះយើងកាត់ចោលអូខេយើងកាត់ចោលក៏បានដែរយើងកាត់ចោលមកអូខេហើយយើងអស់មកនេះយើងកាត់ចោលចេះមកអូខេអញ្ចឹងហើយអា background កន្លែងនេះក៏យើងកាត់ចេញដែរនេះអូខេហើយយើងអស់មកនេះយើងអស់មកនេះមកយើងចុចកន្លែងនេះលុប BG នេះអូខេដើម្បីកាត់ background នៅកន្លែងហ្នឹងយើងអានេះវាមាន2ជាន់លើគ្នាបងប្អូននេះផ្ទៃវា2ជាន់លើគ្នាតែផ្ទៃដូចគ្នាដោយសារផ្ទៃវាដូចគ្នាទេហ្នឹងហើយយើងចុចលុប BG នេះមកហើយយើងយកអានេះកាត់សតរូបនេះមើលដាច់អូខេដាច់បាត់ទៅនេះអញ្ចឹងអារូបមនុស្សដែលយើងពងឆោតនេះអារូបនេះគ្មានផ្ទៃ background ទេអាហ្នឹងមានតែរូបមនុស្សទេប៉ុន្តែវានៅក្នុង background ហ្នឹងដូចគ្នាដោយសារយើងកាត់ផ្ដាច់បាត់ហើយអូខេអញ្ចឹងយើងមកមើលវីដេអូយើង play ជិះមើល
នេះដើរយើងដើរគេក៏លោតចាំមើល1 2 3បាត់ឈឹងឃើញអត់ប៉ុន្តែកន្លែងនេះយើងចេះដាក់យុទ្ធសាស្ត្រឬមួយក៏ឲ្យវារៀងយឺតជាងហ្នឹងអូខេយើងសេរីលបឿនណាហ្នឹងហើយយើងសេរីលបឿនឲ្យវារៀងយឺតជាងហ្នឹងក៏បានដែរយើងចុចនេះមកអូទៅក្រៅវិញអូទៅក្រៅទៀតយើងរកពាក្យថា speed នេះ speed យ៉ាងនេះមកអូខេយឺតបន្តិចបានហើយបងជមើមើលសិនខ្ញុំ play មើលសិនអូខេនេះឃើញអត់ក៏បឹបបាត់ហ្នឹងហើយកន្លែងហ្នឹងយើងចង់ដាក់យុទ្ធសាស្ត្រអីក៏បានដែរយើងចង់ដាក់ឥឡូវពេលយើងអោនយើងឲ្យវាចេញបែបអំណាចរបស់យើងអញ្ចឹងណាយើងចង់ដាក់បែបណាឥឡូវខ្ញុំសាក់ចូលទៅមើលនេះមើលកែងវានៅនេះនេះបងនេះអូខេនេះយើងអេតចូលមកហើយយើងទៅកាត់ទាំង background ខាងក្រោយចេញយើងចេញអា look BG នេះមកហើយយើងយកនេះចូលមកនេះអូខេហើយយើងវាមានវងមួយលើហ្នឹងយើងអស់hàngវងនឹងចេញមកអូខេគេសល់តែរូបនេះនេះសល់តែរូបហ្នឹងទេអូខេហើយយើងយកពេលនេះតែអារូបហ្នឹងវាអត់វាអត់នេះវាអត់ចាំដូចយើងវានៅឆ្ងាយពេកអាហ្នឹងតើយើងចេះឆ្នៃជាពេលមួយចឹងដូចជាវានៅអត់ចិត្តចឹងនៅឆ្ងាយពេកវានៅឆ្ងាយពេកទេបងប្អូនប៉ុន្តែឥឡូវយើងឧទាហរណ៍មើលចុះឧទាហរណ៍យើងដាក់ចឹងបានចិត្តហើយណានេះពេលកន្លែងយើងអោហ្នឹងឲ្យវាចេញណាឥឡូវខ្ញុំអស់វាមកមុខចេះនេះពេលវាចេញពេលយើងអោនមកវាចេញពលឺអាកន្លែងបើយើងចេះលេង effect លេងអីថែមតិចក៏ល្អដែរបងប្អូនយើងឲ្យវាចេញបែបទូចចាំមើលខ្ញុំមកវាទៅក្រៅវិញខ្ញុំមកវាទៅក្រៅវិញហើយខ្ញុំឲ្យវាចេញពេលវាឆៅនេះពេលខ្ញុំចាប់ដើមអោនខ្ញុំឲ្យវាចេញទីចាំមើលហើយខ្ញុំព្រីកអារូបនោះឲ្យទូចសិននេះព្រីកវាទូចហើយឲ្យវាចេញកន្លែងនេះឲ្យវាចេញកន្លែងនេះកន្លែងហ្នឹងឲ្យចេញកន្លែងហ្នឹងអូខេចាំមើលអូខេឲ្យចេញកន្លែងហ្នឹងហើយយើងចុចលើវាមួយប៉ក់មកហើយចុចក្រុមមួយនេះយើងចុចវាចេញផ្ទាត់សយើងចុចអាហ្នឹងចុចណាចេញផ្ទាត់សយើងចុចក្រុមមួយនេះចុចនេះអូខេចុចហ្នឹងហើយយើងអស់វាមកនេះបន្តិចអូខេអាហ្នឹងធំឡើងបន្តិចអូខេធំឡើងប៉ុណ្ណឹងហើយយើងអស់វាទៅមុខបន្តិចអូខេឲ្យអាហ្នឹងឡើងមកតាមហ្នឹងដែរអូខេឲ្យវាឡើងត្រឹមនេះហើយវាធំជាងមុនទៀតឲ្យវាព្រីវាធំជាងមុនទៀតកន្លែងយើងគិតថាសមអូខេនៅពេលដល់កន្លែងហ្នឹងយើងឲ្យអាហ្នឹងព្រីឡើងទៅលើវិញបន្តិចហើយរួមតូចវិញរួមតូចចេះអូខេហើយបាត់ត្មងហើយនេះពេលបាត់យើងកាត់កន្លែងហ្នឹងចេញមកអូខេវាបាត់តែចាំមើលយើងសាក់មើលអូខេទៀតបាត់តែអាហ្នឹងចឹងយើងធ្វើចឹងបងប្អូនហើយឥឡូវយើងមកដាក់សលេងអូខេចឹងយើងមកយកសលេងមកយើងមកមើលសលេង
យើងទៅរកក្នុង CapCut ត្មងដើម្បីដាក់សលេងបានយើងចុចកន្លែង audio នេះមកឬក៏សំឡេងនេះមកហើយយើងចុចកន្លែងនេះ sound effect អូខេហើយយើងរកសលេងមកសលេងយើងអូខេអញ្ចឹងខ្ញុំយកសលេងនេះអូខេអញ្ចឹងយើងមកដាក់ថាយើងគួរទៅដាក់ចំកន្លែងណាអូខេឥឡូវយើងដាក់វាចំកន្លែងនេះកន្លែងដែលសលេងវាទៅមុខដាក់កន្លែងចេញពលឺនេះកន្លែងចេញពលឺនេះជាមួយយើងដាក់ជាមួយយើងតេះនេះឃើញទេហើយចឹងហ្នឹងបងប្អូនឃើញតែកប់សេរីនេះអាហ្នឹងគេឡយហ៎ហ្នឹងហើយអញ្ចឹងវីដេអូបងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនចង់ចេះធ្វើអាចធ្វើតាមបានអូខេអរគុណច្រើនបាយបាយ